I was feeling under the weather yesterday, so I stayed home. ខ្ញុំមានអារម្មណ៍មិនសូវស្រួលម្សិលមិញដូច្នេះខ្ញុំនៅផ្ទះ She spilled the beans about the surprise party. នាងបានបញ្ចេញអាថ៌កំបាំងអំពីពិធីជប់លៀងភ្ញាក់ផ្អើល Don't beat around the bush, just tell me the truth. កុំវាងវៃនិយាយអ្នកគ្រាន់តែប្រាប់ការពិតមក He hit the nail on the head with his answer. គាត់ឆ្លើយបានត្រឹមត្រូវចំចំណុច My brother is always on cloud 9 after good news. បងប្រុសរបស់ខ្ញុំសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីបានដំណឹងល្អ It costs an arm and a leg to buy a house here. វាចំណាយថ្លៃខ្លាំងណាស់ដើម្បីទិញផ្ទះនៅទីនេះ We need to call it a day and continue tomorrow. យើងគួរតែបញ្ចប់ការងារសម្រាប់ថ្ងៃនេះហើយបន្តថ្ងៃស្អែក She is as busy as a bee this week. នាងរវល់ខ្លាំងណាស់សប្តាហ៍នេះ He finally broke the ice by telling a joke. គាត់បានបំបែកភាពស្ងៀមស្ងាត់ដោយនិយាយរឿងកំប្លែងមួយ I'm all ears when you talk about business. ខ្ញុំស្ដាប់យ៉ាងយកចិត្តទុកដាក់នៅពេលអ្នកនិយាយអំពីអាជីវកម្ម Don't cry over spilled milk. កុំសោកស្ដាយចំពោះរឿងដែលកើតឡើងរួចហើយ He is barking up the wrong tree. គាត់កំពុងយកខុសទីហើយ She let the cat out of the bag. នាងបានបញ្ចេញអាថ៌កំបាំងដោយចៃដន្យ I need to get something off my chest. ខ្ញុំត្រូវការនិយាយអ្វីមួយចេញពីចិត្ត The test was a piece of cake. តេស្តនេះងាយស្រួលណាស់ He went the extra mile to help me. គាត់បានខិតខំលើសពីធម្មតាដើម្បីជួយខ្ញុំ You should keep an eye on your bag. អ្នកគួរតែប្រយ័ត្នថែរក្សាកាបូបរបស់អ្នក There are 2 peas in a pod. ពួកគេទាំងពីរស្រដៀងគ្នាខ្លាំងណាស់ He is in hot water with his boss. គាត់កំពុងមានបញ្ហាជាមួយថៅកែរបស់គាត់ Please pull yourself together. សូមគ្រប់គ្រងអារម្មណ៍របស់អ្នក We are in the same boat. យើងស្ថិតនៅក្នុងស្ថានភាពដូចគ្នា She has a heart of gold. នាងមានចិត្តល្អណាស់ He was caught red-handed. គាត់ត្រូវបានចាប់បានពេលកំពុងធ្វើខុស Stop adding fuel to the fire. ឈប់ធ្វើឲ្យបញ្ហាកាន់តែធ្ងន់ទៅទៀត I need to face the music. ខ្ញុំត្រូវទទួលផលវិបាកនៃអ្វីដែលខ្ញុំបានធ្វើ She is over the moon about her promotion. នាងសប្បាយចិត្តខ្លាំងណាស់ពីការឡើងតំណែង He has bigger fish to fry. គាត់មានរឿងសំខាន់ជាងនេះត្រូវធ្វើ Actions speak louder than words. សកម្មភាពមានអត្ថន័យជាងពាក្យសម្ដី Don't put all your eggs in one basket. កុំដាក់អ្វីទាំងអស់លើជម្រើសតែមួយ Time flies when you are having fun. ពេលវេលាកន្លងទៅលឿនពេលកំពុងសប្បាយ The new employee is learning the ropes. បុគ្គលិកថ្មីកំពុងរៀនការងារបន្តិចម្ដង I'm feeling a bit under pressure. ខ្ញុំមានអារម្មណ៍សម្ពាធបន្តិច He always goes the whole 9 yards. គាត់តែងតែធ្វើអស់ពីសមត្ថភាព She is burning the midnight oil. នាងកំពុងធ្វើការដល់យប់ជ្រៅ We need to think outside the box. យើងត្រូវគិតបែបថ្មី He is pulling my leg. គាត់កំពុងលេងសើចជាមួយខ្ញុំ That joke cracked me up. រឿងកំ pl ែងនោះធ្វើឲ្យខ្ញុំសើចខ្លាំង I'm at the end of my rope. ខ្ញុំជិតអស់កម្លាំងហើយ Keep your chin up. ត្រូវរក្សាទឹកចិត្តឲ្យបានល្អ He gave me a hand with the work. គាត់បានជួយខ្ញុំក្នុងការងារ The secret is safe with me. អាថ៌កំបាំងនេះមានសុវត្ថិភាពជាមួយខ្ញុំ She has butterflies in her stomach. នាងមានអារម្មណ៍ភ័យបន្តិច I'm walking on air today. ថ្ងៃនេះខ្ញុំមានអារម្មណ៍រីករាយខ្លាំង He blew his own trumpet. គាត់អួតអំពីខ្លួនឯង Don't judge a book by its cover. កុំវាយតម្លៃមនុស្សតាមរូបរាងខាងក្រៅ She jumped on the bandwagon. នាងបានធ្វើតាមអ្វីដែលគេកំពុងពេញនិយម I need to sharpen my skills. ខ្ញុំត្រូវអភិវឌ្ឍជំនាញរបស់ខ្ញុំ He missed the boat. គាត់បានខកខានឱកាស We see eye to eye on most things. យើងយល់ស្របគ្នាលើរឿងភាគច្រើន She is sitting on the fence. នាងមិនទាន់សម្រេចចិត្ត He kicked the bucket in his sleep.
គាត់បានស្លាប់ដោយស្ងប់ស្ងាត់ក្នុងការគេង The news came out of the blue. ដំណឹងនោះមកដោយមិនបានរំពឹងទុក It's raining cats and dogs outside. ខាងក្រៅភ្លៀងខ្លាំងណាស់ He is full of beans this morning. គាត់មានថាមពលពេញលេញនៅព្រឹកនេះ I'll cross that bridge when I come to it. ខ្ញុំនឹងដោះស្រាយបញ្ហានោះនៅពេលវាមកដល់ She is in seventh heaven. នាងសប្បាយចិត្តខ្លាំងណាស់ He is the black sheep of the family. គាត់ជាមនុស្សខុសប្លែកពីគ្រួសារ That was the last straw. នោះជាចំណុចដែលខ្ញុំមិនអាចទ្រាំបានទៀត I'm going back to square one. ខ្ញុំត្រូវចាប់ផ្ដើមម្ដងទៀតពីដំបូង He got cold feet before the wedding. គាត់មានការស្ទាក់ស្ទើរមុនពេលរៀបការ She keeps everything at her fingertips. នាងមានអ្វីទាំងអស់នៅជិតដៃ He bit off more than he could chew. គាត់ទទួលការងារច្រើនជាងសមត្ថភាព They buried the hatchet last week. ពួកគេបានសម្រុះសម្រួលគ្នាវិញហើយ She is always ahead of the curve. នាងតែងតែនាំមុខគេ He turned a blind eye to the problem. គាត់ធ្វើដូចមិនឃើញបញ្ហា The plan went down the drain. ផែនការនោះបរាជ័យទាំងស្រុង We need to clear the air. យើងត្រូវនិយាយគ្នាឲ្យច្បាស់ He is skating on thin ice. គាត់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ I'm feeling under the gun. ខ្ញុំមានអារម្មណ៍សម្ពាធខ្លាំង She is making a mountain out of a molehill. នាងកំពុងធ្វើឲ្យរឿងតូចក្លាយជារឿងធំ He is a couch potato on weekends. គាត់ចូលចិត្តអង្គុយមើលទូរទស្សន៍ពេញថ្ងៃនៅចុងសប្តាហ៍ The ball is in your court now. ឥឡូវនេះវាជាវេនរបស់អ្នកហើយ She has a sweet tooth. នាងចូលចិត្តញ៉ាំរបស់ផ្អែម He is the apple of his mother's eye. គាត់ជាមនុស្សដែលម្ដាយស្រឡាញ់ខ្លាំង I'm trying to make ends meet. ខ្ញុំកំពុងព្យាយាមរកប្រាក់ឲ្យគ្រប់ចំណាយ He is driving me up the wall. គាត់ធ្វើឲ្យខ្ញុំធុញខ្លាំង She kept me in the loop. នាងតែងតែឲ្យខ្ញុំដឹងព័ត៌មានថ្មី We are back to the drawing board. យើងត្រូវត្រឡប់ទៅគិតផែនការថ្មី He hit the jackpot. គាត់ទទួលបានជោគជ័យធំមួយ She is cool as a cucumber. នាងស្ងប់ស្ងាត់ខ្លាំងណាស់ He is in deep water. គាត់កំពុងជួបបញ្ហាធ្ងន់ធ្ងរ That idea rings a bell. គំនិតនោះហាក់ដូចជាស្គាល់ She left no stone unturned. នាងខិតខំស្វែងរកគ្រប់វិធី He is a night owl. គាត់ជាមនុស្សចូលចិត្តនៅយប់ I'm feeling blue today. ថ្ងៃនេះខ្ញុំមានអារម្មណ៍សោកសៅ He opened a can of worms. គាត់បានបង្កើតបញ្ហាថ្មីមួយ She gave him the cold shoulder. នាងធ្វើដូចមិនចង់និយាយជាមួយគាត់ He is always in high spirits. គាត់តែងតែមានអារម្មណ៍ល្អ The meeting was a waste of time. កិច្ចប្រជុំនោះខ្ជះខ្ជាយពេលវេលា He wears his heart on his sleeve. គាត់បង្ហាញអារម្មណ៍ច្បាស់ណាស់ I'm going against the grain. ខ្ញុំកំពុងធ្វើផ្ទុយពីអ្វីដែលមនុស្សភាគច្រើនធ្វើ She hit rock bottom last year. នាងធ្លាប់ធ្លាក់ដល់ចំណុចទាបបំផុតកាលពីឆ្នាំមុន He keeps things under wraps. គាត់រក្សារឿងទាំងអស់ជាសម្ងាត់ The truth will come to light. ការពិតនឹងត្រូវបង្ហាញចេញមក She is biting her tongue. នាងកំពុងទប់ពាក្យមិននិយាយ He lives from hand to mouth. គាត់រស់នៅដោយប្រាក់ចំណូលតិចតួច That was music to my ears. នោះជាដំណឹងដែលធ្វើឲ្យខ្ញុំរីករាយណាស់ She is as fit as a fiddle. នាងមានសុខភាពល្អណាស់ He is playing with fire. គាត់កំពុងធ្វើអ្វីដែលគ្រោះថ្នាក់ We need to get the ball rolling. យើងត្រូវចាប់ផ្ដើមការងារហើយ